នៅសម័យដើមព្រះអង្គកុំចាស់ជ័យវរ្ម័នមានព្រះជន្មជាង50វស្សាទ្រង់សិក្សាក្បួនសង្គ្រាមនិងសាសនាយ៉ាងជ្រៅជ្រះគ្រានោះនគរចម្ប៉ាចាប់ផ្ដើមរៀបចំទ័ពឈ្លានពានព្រះអង្គកុំចាស់យាងចេញពីមហានគរទៅបេសកកម្មនៅឆ្នាំ1177ទ័ពចាមលួចវាយចុលនគរដោយភ្ញាក់ផ្អើលរាជធានីត្រូវបានបំផ្លិចបំផ្លាញនិងដណ្ដើមយកបានដំណឹងចាញ់សង្គ្រាមនិងការស្លាប់របស់ស្ដេចច្រែករាជ្យបានល្បីដល់ទ្រង់ព្រះអង្គសម្រេចចិត្តយាងត្រឡប់មកវិញភ្លាមទ្រង់ប្រមូលញាក់ស្នេហាជាតិនិងទាហានដែលនៅសេសសល់រៀបចំយុទ្ធសាស្ត្រវិបកយកទឹកដីមកវិញកងទ័ពខ្មែរចាប់ផ្ដើមដើរទ័ពទាំងយប់ការប្រយុទ្ធផ្ទុះឡើងយ៉ាងសន្ធោសន្ធាយសមរភូមិដ៏ធំផ្ទុះឡើងនៅបឹងទន្លេសាបទ័ពជើងទឹកខ្មែរនិងចាមប្រយុទ្ធគ្នាស្ទើរលេបព្រះអង្គកុំចាស់ដឹកនាំទ័ពដោយផ្ទាល់ដោយភាពក្លាហានកងទ័ពចាមចាប់ផ្ដើមដួលរលំនិងចាញ់ព្រាបទីបំផុតនគរត្រូវបានរំដោះយកមកវិញប្រជារាស្ត្រទទួលជ័យជំនះដោយក្តីត្រេកអរនៅឆ្នាំ1181ព្រះអង្គគ្រងរាជ្យជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គសច្ចាថានឹងស្ដារនិងថែរក្សានគរខ្មែរជានិច្ច